អូខេហ្នឹងហើយជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយដែល admin អត់មានចេញវីដេអូរឿងតប៉ែទេហ្នឹងហើយគឺមកចែករំលែកចំណេះដឹងមួយហ្នឹងហើយគឺសម្រាប់បងដៃថ្មីអ្នកដែលចូលចិត្តប្រើ CapCut ហ្នឹងហើយដើម្បីកាត់តវីដេអូហ្នឹងហើយគឺមើលវីដេអូនេះទៅគឺអត់ខុសបំណងទេហ្នឹងហើយវីដេអូហ្នឹងក៏ល្អសម្រាប់បងដែលគាត់អត់មានសមត្ថភាពទិញ microphone ល្អៗហ្នឹងហើយឬក៏ microphone ហ្នឹងហើយគឺយើងអត់ប្រើ microphone ទេហ្នឹងហើយគឺខ្ញុំ record រាល់ថ្ងៃគឺខ្ញុំអត់ដែលប្រើ microphone ទេហើយអញ្ចឹងសម្រាប់បងដែលគាត់អត់ខ្វះថវិកាអត់មានលុយប្រើ microphone ហើយផ្ទះគាត់នៅចិត្តផ្លូវជាប់ផ្លូវថ្លង់គេផ្សារដែកថ្លង់ម៉ូតូឡានអញ្ចឹងគឺមើលវីដេអូនេះទៅគឺដឹងតែបានផលពិតតែម្ដងហ្នឹងហើយអញ្ចឹងគឺងាយទេអ្នកទាំងអស់គ្នាគឺគាត់តែអ្នកទាំងអស់គ្នាចូលកន្លែងសំឡេងហ្នឹងមករួចហើយចុចកន្លែងថតសំឡេងហ្នឹងមកគឺថតវីដេអូថតសំឡេងហ្នឹងមកគឺជាការស្រេចបាត់ហើយខ្ញុំថតសលេងឲ្យអ្នកទាំងគ្នាមើលអូខេហេឡើងងើបដេយូមែស្មើនឹងហើយដេយូមែអូខេចឹងនេះគឺជាសលេងដែលខ្ញុំថតបានអញ្ចឹងខ្ញុំកែសលេងវាមកដល់មុខតិចមករុញមកមុខតិចមកហ្នឹងហើយនេះគឺជាសលេងដែលខ្ញុំបាន record មិញហ្នឹងហើយនេះគឺយើងបើកឲ្យដល់1000ទៅនឹងឲ្យវាលឺដោយសារយើងអត់ប្រើម៉ៃគឺវាលឺតិចទេហើយយើងប្រើ1000មកបើកវាដល់1000មកដើម្បីឲ្យវាលឺសលេងខ្លាំងហ្នឹងហើយខាងក្រោមនេះគឺជាកន្លែងកាត់បន្ថយសំឡេងរំខានអញ្ចឹងយើងបើកកន្លែងហ្នឹងមកគេបើកកន្លែងហ្នឹងមកគឺសំឡេងរំខានគឺអត់សូវលឺទេអ្នកទាំងអស់គ្នាបើដូចសំឡេងឡានសំឡេងតោទៅគឺអត់សូវលឺទេអញ្ចឹងវាលឺតែសំឡេងតែយើង record ហ្នឹងអូខេរួចហើយយើងមករើកន្លែងនេះទៀតកន្លែងនេះកន្លែងកែសំឡេងនេះហ្នឹងហើយកន្លែងកែសំឡេងយើងចុចចូលមករួចហើយយើងបើកវាមកបើហើយយើងអុសវាដល់100មកអុសវាដល់100មករួចហើយវាកំពុងតែ generate ហ្នឹងឯងចឹងចាំពេលវាពេញវានឹងកែយើងអូខេហើយអ្នកទាំងអស់គ្នាស្ដាប់ទៅគឺអត់សូវលឺទេគឺអត់លឺតែហ្មងហ្នឹងគឺលឺតែសំឡេងយើង record ហ្នឹងអ្នកទាំងអស់គ្នាដេយូមែស្មើនឹងដេយូមែចឹងវីដេអូមានប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចុច share ម្នាក់មួយទៅដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីទៀតអូខេបាយអរគុណច្រើន